រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមេងកិត្តិយសលើកយកចម្រៀងមនោសញ្ចេតនាមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការហត់នឿយទាំងឡាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកាដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅរីករាយសន្តាប់ដូចតទៅទឹកភ្នែកនិស្សិតក្រលោកនេះចង្អៀតគ្មានផ្លូវដោះស្រាយទុកប្រដេញកាយទំលាយបំណងលួចនឹកសង្ឃឹមបានដូចចិត្តពងគួអីនួនល្អងភ្លេចរឿងកំសត់ចំណេះវិជ្ជាមនុស្សអ្នកសាងរីផប់សំណាងព្រះម្ចាស់កំណត់ច្រើនឆ្នាំកន្លងប្រឹងដោយម៉ត់ចត់ខំប្រឹងអំណត់ដើម្បីជីវិតព្រលឹមដូចយប់ប្រលប់ដូចថ្ងៃប្រឹងឥតសំចៃចង់យល់ការពិតផ្ញើខ្លួនតាមវត្តរៀនសង្កត់ចិត្តលុតដំជីវិតស្វែងរកវិជ្ជាអោព្រំលិខិតម្ដេចមិនប្រណីម្ដេចផ្ដាច់និស័យខ្ញុំនឹងពុំងារប្រឡងចប់ហើយម្ដេចឡើយផ្ដន់ទាឲ្យជួបវេរាខ្វះប្រាក់សិក្សាអោព្រំលិខិតម្ដេចមិនអាណិតអាសូរខ្ញុំផងខិតខំតស៊ូផ្ដាច់បដូរកន្លងបែជួបបែចប់ចំណងក្រីក្រចងឆ្វាក់និពន្ធដោយខ្ញុំបាទសសិរីយុកោនិពន្ធនៅថ្ងៃទី1ខែ12ឆ្នាំ1997អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្តីសូមជម្រាបលា